ចប់រយៈហើយបងប្អូនពិតជាកម្មពីមិនចាំជាតិក្រោយមែនខណៈនេះទូកទេសចរជាច្រើនកំពុងតែឆេះបន្តកន្ទុយគ្នានៅលើទន្លេចៅប្រយ៉ាទីក្រុងបាងកកប្រទេសថៃប្រជាជនថៃភាគច្រើនមានជំនឿថាអភូតហេតុចម្លែកនេះកើតឡើងដោយសារតែប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជាសូមលំអរកាយគោរពជម្រាបសួរបងប្អូនប្រិយមិត្តកសិករជនជាទីគោរពរាប់អានបងប្អូនជនរួមជាតិកម្ពុជាជាទីស្នេហានៅក្នុងវីដេអូនេះខ្ញុំបានសូមលើកយកនៅព្រឹត្តិការណ៍ដែលកំពុងតែផ្ទុះការចាប់អារម្មណ៍មួយនៅក្នុងប្រទេសថៃនៅថ្ងៃទី14ខែកញ្ញាឆ្នាំ2025ប្រភពព័ត៌មាន Khowshot English របស់ប្រទេសថៃបានរាយការណ៍ថាមានអគ្គិភ័យដ៏ចម្លែកមួយបានកើតឡើងនៅលើទូកទេសចរមួយដែលបានចតនៅជិតកំពង់ទូកទន្លេចៅប្រយ៉ាកណ្ដាលក្រុងបាងកកប្រទេសថៃនៅម៉ោងប្រហែលជា7 យប់មិញនេះបន្ទាប់ពីឆេះទូកមួយនេះហើយអគ្គិភ័យដ៏កំណាចបានបន្តឆេះទូកជាច្រើនទៀតដែលនៅជាប់គ្នាបង្កជាអណ្ដាតភ្លើងក្រហមឆ្អិនឆ្អៅហោះច្រាលឡើងលើយ៉ាងសន្ធោសន្ធៅគួរឲ្យភ័យខ្លាចភ្លាមនោះកងកម្លាំងពន្លត់អគ្គិភ័យនិងមន្ត្រីពាក់ព័ន្ធបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដើម្បីគ្រប់គ្រងអគ្គិភ័យជាបន្ទាន់ធ្វើយ៉ាងណាកុំឲ្យអណ្ដាតភ្លើងនេះបន្តរាលដាលទៅកាន់ដែនដីគោកឬសំណង់អគារដែលស្ថិតនៅជិតនោះពីព្រោះថានៅលើគោកសុទ្ធតែភ្ញៀវទេសចរនិងផ្ទះរបស់ប្រជាពលរដ្ឋប្រសិនបើអណ្ដាតភ្លើងនេះរាលដាលទៅកាន់អគារផ្សេងបន្ថែមទៀតនោះនឹងអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទ្រព្យសម្បត្តិសាធារណៈទ្រព្យសម្បត្តិឯកជននិងអាយុជីវិតរបស់ប្រជាជនទៀតផងជាសំណាងល្អបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរនៅទីនោះបានឲ្យដឹងថាមិនបង្កមានគ្រោះថ្នាក់ទៅដល់ជនណាម្នាក់ឡើយព្រោះតែពួកគេអាចគ្រប់គ្រងស្ថានភាពនៃអគ្គិភ័យដ៏កំណាចមួយនេះបានព្រឹត្តិការណ៍មួយនេះបើទោះបីជាមិនមានជនរងគ្រោះក៏ដោយក៏ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សន្តិសុខសាធារណៈនៅកណ្ដាលទីក្រុងវាថែមទាំងបង្កឲ្យមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ទេសចរជាពិសេសគឺទូកទេសចរនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្ដងដែលជាឧបករណ៍សំខាន់បំផុតនៅក្នុងទីក្រុងបាងកកផ្នែកវិស័យទេសចររបស់ថៃបន្ថែមពីនេះទៀតនោះទន្ទឹមទៅនឹងប្រទេសថៃកំពុងតែប្រឈមមុខជាមួយនឹងវិបត្តិព្រំដែនជាមួយនឹងប្រទេសកម្ពុជាដោយសារតែប្រទេសថៃធ្វើការឈ្លានពានមកលើទឹកដីកម្ពុជាចាប់តាំងពីថ្ងៃទី24ខែកក្កដាឆ្នាំ2025មកដូច្នេះករណីអគ្គិភ័យនេះកាន់តែបន្ថែមសម្ពាធទៅដល់រដ្ឋាភិបាលថៃនៅក្នុងការទប់ស្កាត់ហានិភ័យនិងបំពេញការទាមទាររបស់សង្គមអន្តរជាតិទាក់ទងទៅនឹងសុវត្ថិភាពនិងស្ថិរភាពក្នុងតំបន់បងប្អូនប្រិយមិត្តទេសចរជាទីគោរពរាប់អានបងប្អូនទើបតែទទួលបានព័ត៌មានដែលកំពុងតែរំជើបរំជួលនៅក្នុងប្រទេសថៃតែហេតុអ្វីបានជាខ្ញុំនិយាយថាវាជាការរំជើបរំជួលមួយជាការព្រួយបារម្ភសំខាន់បំផុតមួយសម្រាប់ប្រទេសថៃបងប្អូនដឹងហើយថាកន្លងមកប្រទេសថៃនេះគឺជាប្រទេសដែលប្រកាន់យកជំនឿជាទីបំផុតហើយការជឿរបស់គេនោះគឺគេជឿទៅលើអរុក្ខអរិយអ្នកតាគេជឿទៅលើមន្តអាគមវិជ្ជាការនិងជឿទៅលើបុណ្យបាបផងដែរដូច្នេះមកទល់ថ្ងៃនេះគឺជាពេលវេលាដ៏សំខាន់បំផុតគឺជាពេលវេលាដ៏យូរអង្វែងមួយហើយដែលប្រទេសថៃធ្វើការឈ្លានពានមកលើទឹកដីកម្ពុជានិងបន្តធ្វើសកម្មភាពឥតឈប់ឈរនៃការបំពានដោយកក្លិនជាទីបំផុតមកលើកងទ័ពកម្ពុជាមកលើប្រជាជនកម្ពុជាទ្រព្យសម្បត្តិកម្ពុជាទឹកដីកម្ពុជារួមជាមួយនឹងការបំភ្លៃព័ត៌មានមិនពិតដើម្បីផ្សព្វផ្សាយទៅកាន់អន្តរជាតិទៀតផងប៉ុន្តែមកទល់ពេលនេះលទ្ធផលអាក្រក់ដែលទទួលបានអំពីទង្វើអាក្រក់ទាំងអស់នោះក៏បានកើតឡើងជាបន្តបន្ទាប់ទៅហើយដោយបងប្អូនបានជ្រាបរួចមកហើយកាលពីវីដេអូមុននេះខ្ញុំបាននិយាយអំពីការបិទព្រំដែននៅច្រកនានារវាងកម្ពុជានិងថៃក្រោមការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃកន្លងមកបានបង្កផលវិបាកយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ចជាពិសេសគឺការនាំចេញទំនិញមកប្រទេសកម្ពុជាបាននឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះប្រជាជនថៃទាំងស្រុងជាពិសេសគឺប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនក្តីសុទ្ធសឹងតែបាត់ប្រាក់ចំណូលដែលបង្កទៅជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលថៃព្យាយាមលាក់បាំងមកទល់សប្តាហ៍នេះប៉ុន្តែជាតិពិតនៅខាងក្នុងនោះថៃត្រូវបានបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំដែលធ្លាប់តែចំណេញក្រោមការលក់ទំនិញមកឲ្យប្រទេសកម្ពុជាមកឲ្យប្រជាជនកម្ពុជាលើពីនេះទៅទៀតនោះក្រោមស្មារតីប្រជាជនកម្ពុជាកំពុងតែពហិការមិនប្រើប្រាស់ផលិតផលថៃផលិតករកម្ពុជាកំពុងតែផលិតនៅទំនិញស្ទើរតែគ្រប់មុខទៅហើយវារឹតតែដាក់សម្ពាធទៅលើទីផ្សាររបស់ប្រទេសថៃចំពោះកម្ពុជាថែមមួយកម្រិតទៀតដោយបងប្អូនជ្រាបរួចមកហើយមួយរយៈកាលចុងក្រោយនេះប្រទេសថៃបានជួបនៅគ្រោះទឹកជំនន់ខ្យល់ព្យុះបាក់ដីរុញជួយដីដែលបង្កទៅជាផលប៉ះពាល់និងការខាតបង់ជាច្រើនដែលមិនធ្លាប់ជួបពីមុនមកបងប្អូនសាកស្រមៃទៅមើលទឹកជំនន់ស្ទើរតែពេញផ្ទៃប្រទេសហើយទឹកជំនន់នោះមិនធម្មតាទេបងប្អូនគឺវាកើតឡើងដោយសារតែទឹកភ្លៀងមិនចេះឈប់ទឹកទន្លេហូរលិចទីក្រុងបាងកកផលដំណាំកសិកម្មនានាវិស័យទេសចរត្រូវបានបាត់បង់ផ្ទះសម្បែងខូចខាតទ្រព្យសម្បត្តិធនធានគ្រប់យ៉ាងស្ទើរតែរលេះអស់ពីខ្លួនទៅហើយសម្រាប់ប្រជាជនម្នាក់ៗនៅក្នុងប្រទេសថៃជាពិសេសគឺប្រជាជនដែលស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់មិនថាតែនៅទីក្រុងបាងកកនៅជិតទីក្រុងបាងកកតំបន់ភាគខាងត្បូងនៃប្រទេសថៃតំបន់ភាគខាងជើងនៃប្រទេសថៃកំពុងតែរងគ្រោះនៅរលករញ្ជួយផែនដីបន្តិចនិងបន្តជាបន្តបន្ទាប់អាចឈានទៅរកគ្រោះថ្នាក់និងរលកស៊ូណាមីនៅថ្ងៃអនាគតផងដែរចំណែកឯនៅភាគខាងត្បូងជាពិសេសនៅតំបន់សង្ខ្លាបត្តនីនិងខេត្តនរាធិវត្តដែលកំពុងតែមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៃចំនួនប្រដាប់អាវុធជាមួយនឹងក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅក្នុងភាគខាងត្បូងនៃប្រទេសថៃដែលធ្លាប់មានប្រវត្តិកាលនៃចំនួននេះជាយូរយារណាស់មកហើយក្រោមការគៀបសង្កត់និងការដាក់គំនាបគ្រប់បែបយ៉ាងទៅលើជនជាតិទាំងអស់នោះដែលជាជនជាតិដើមនៅលើទឹកដីរបស់គេដែលថៃច្បាមយកកាលពីបុរាណពលគឺជនជាតិម៉ាឡេស៊ីដែលកាន់សាសនាមូស្លីមនេះឯងហើយរហូតមកទល់ថ្ងៃទី14ខែកញ្ញាឆ្នាំ2025នេះចំនួននេះរឹតតែបង្កកម្ដៅយ៉ាងក្តៅជាទីបំផុតហើយថៃក៏ព្យាយាមបញ្ជូនកងទ័ពរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ទៅនឹងចំនួនប្រដាប់អាវុធដែលស្ទើរទៅជាសង្គ្រាមស៊ីវិលទៅហើយបងប្អូននៅមិនទាន់អស់ទេមានករណីជាច្រើនទៀតដែលខ្ញុំសូមមិនធ្វើការផ្សាយដោយសារតែមិនចង់ឲ្យវីដេអូនេះវែងពេកបងប្អូនប្រិយមិត្តទេសចរជាទីមេត្រីដោយផ្សារភ្ជាប់ជាមួយនឹងហេតុការណ៍អាក្រក់ជាច្រើនដែលទើបតែនឹងកើតឡើងនៅក្នុងប្រទេសថៃធ្វើឲ្យប្រជាជនថៃស្ទើរតែមួយប្រទេសទៅហើយបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទង្វើរបស់ថៃដែលកំពុងតែឈ្លានពានទឹកដីកម្ពុជាថារឿងរ៉ាវអកុសលទាំងប៉ុន្មាននេះគឺកើតឡើងដោយសារតែកម្ពុជាក្រោមការ
ការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ទាហានថៃតែម្ដងហើយនេះគឺជារឿងពិតបងប្អូនដោយសារតែឃើញប្រជាជនជាច្រើននាំគ្នាបន់ស្រន់ដើម្បីសុំសេចក្តីសុខបងប្អូនចង់បន់ស្រន់យ៉ាងណាក៏មិនសុខដែរបងប្អូនលួចគេហើយបំពានគេហើយឈ្លានពានគេហើយនៅសុំសេចក្តីសុខទៀតសួរថាសុខយ៉ាងម៉េចកើតបងប្អូនបើខ្លួនឯងប្រព្រឹត្តអំពើបាបហ្នឹងអ្នកឯងចង់បានសុខលុះត្រាតែអ្នកឯងធ្វើទង្វើល្អអ្នកឯងភ្លេចកំណើតទៅឈ្លានពានទឹកដីកម្ពុជាដែលជាទឹកដីដូនតាចិញ្ចឹមអ្នកឯងតាំងពីបុរាណកាលអ្នកមិនចាំទេប្រជាជនភាគច្រើននៅក្នុងប្រទេសថៃត្រូវបានថៃលាងខួររួចអស់ទៅហើយបងប្អូនគេកែប្រវត្តិសាស្ត្រមិនចង់ឲ្យកូនចៅជំនាន់ក្រោយដឹងថាជំពាក់គុណកម្ពុជាទេពីព្រោះថាទង្វើឈ្លានពានទាំងពីប្រវត្តិសាស្ត្រកន្លងមកវាបានបញ្ជាក់ថាជនជាតិសៀមមួយនេះគឺជាជនជាតិថោកទាបតែងតែតាំងខ្លួនជាចោរឈ្លានពានទឹកដីកម្ពុជាពីមួយចំនួនទៅមួយចំនួនប៉ុន្តែគេប្រែក្រឡាស់ថាកម្ពុជានេះជាអ្នកឈ្លានពានជាអ្នកលួចទឹកដីរបស់គេទៅវិញជាអ្នកលួចវប្បធម៌របស់គេទៅវិញអាកូនសៀមបច្ចុប្បន្ននេះវាភ្លីភ្លើមិនដឹងពីប្រវត្តិសាស្ត្រចេះតែជឿទាំងងងើមានអំនួតអួតអាងតែប្រទេសរបស់គេសម្បូរហូរហៀហើយចាប់ដើមមានអំនួតអួតអាងតាំងខ្លួនឯងជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងអាស៊ីទៀតផងតាមការពិតទៅបងប្អូនទង្វើទាំងអស់នេះអន្តរជាតិកំពុងតែសម្លឹងមើលឃើញថាថៃកំពុងតែបំផ្លាញកិត្តិយសរបស់ខ្លួនឯងហើយប្រទេសផ្សេងៗនៅលើពិភពលោកបច្ចុប្បន្ននេះគេមិនចូលចិត្តជនជាតិនេះទេបងប្អូនសពថ្ងៃនេះបងប្អូនគេអាងលើសម្បត្តិវប្បធម៌របស់គេដែលបានលួចពីខ្មែរនេះមានតាំងពីប្រាសាទនានាសម្លៀកបំពាក់ចំណីអាហារក្បួនតម្រាសាស្ត្រាអក្សរភាសាសុទ្ធតែលួចពីកម្ពុជាទាំងអស់តាមការពិតជនជាតិនេះគឺជាជនជាតិតៃដែលភៀសខ្លួនចេញពីប្រទេសចិនភាគខាងត្បូងមករស់នៅដែនដីអាស៊ីអាគ្នេយ៍នេះចាប់តាំងពីសតវត្សទី13ទី14មកពួកគេធ្វើជាភ្លេចប្រវត្តិសាស្ត្ររបស់ខ្លួនបងប្អូនប៉ុន្តែឥឡូវនេះបាបកម្មបានកើតឡើងជាបន្តបន្ទាប់ហើយនៅក្នុងយុគសម័យឆ្នាំ2025នេះបងប្អូនចាំតែមើលចុះបន្តិចទៀតប្រទេសថៃនឹងវិនាសហិនហោចហើយប្រសិនបើនៅតែចង់បានទឹកដីរបស់កម្ពុជាដោយបំពានបែបនេះអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនា Like Comment ដើម្បីលើកទឹកចិត្តអ្នកផលិត Share ទៅកាន់បណ្ដាញសង្គមបើយល់ថាវីដេអូនេះមានប្រយោជន៍ Subscribe ដើម្បីទទួលបានវីដេអូជារៀងរាល់ថ្ងៃ